បងទាំងអស់ថាខ្ញុំដាក់ឈ្មោះនៅលើអេក្រង់របស់ខ្ញុំនេះដាក់បានដោយរបៀបណានេះ Fali 8999តោះកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នា រំលោះសុទ្ធ 100%ពុំចាំបាច់មានប្រាក់ចូលរួមពុំចាំបាច់មានឯកសារតម្កល់លោកអ្នកមានត្រឹមតែឯកសារ copy មួយសន្លឹកលោកអ្នកនឹងទទួលបានកុំព្យូទ័រនេះទៅប្រើប្រាស់ផ្ទាល់តែម្ដងបាទសួស្តីបងប្អូនអរគ្នាអញ្ចឹងទៅអនុវត្តជាមួយខ្ញុំតែម្ដងជាដំបូងបងចូលមកកាន់ setting បន្តមកទៀតបងចូលមកកាន់ channel អូខេអញ្ចឹងបងជ្រើសយក about អញ្ចឹងនៅខាងលើនេះយើងមាននាមឈ្មោះយើងធ្វើការដូចឈ្មោះមកតែខ្ញុំឆ្លាញ់ឈ្មោះហ្នឹងខ្ញុំចង់បដូរ Fali ស្មោះស្នេហ៍ប៉ុណ្ណឹងក៏បានដែរអូខេឥឡូវយើងបែកមកវិញហើយបន្តមកទៀតបងចូលមកកាន់ wallpaper នេះមកនេះនៅលើនេះដើម្បីនឹងធ្វើការតាម screen ឥឡូវខ្ញុំតាំងមួយនេះបងចុចលើវាមកហើយបន្តមកទៀតយកពាក្យថា add ដោយសារតែខ្ញុំធ្លាប់តាំងវាហើយអញ្ចឹងវាចេញកន្លែងនេះបើសិនជាបងថ្មីវានឹងអត់មានកន្លែងហ្នឹងទេអញ្ចឹងបងយកពាក្យថា batteries ណាចុចលើ battery នេះមកហើយវានឹងចេញកន្លែងនេះហើយអញ្ចឹងវាមានពីរជម្រើសនៅកន្លែងនេះបងចង់បានមួយនេះយកមួយនេះមកប៉ុន្តែគោលបំណងក្នុងវីដេអូនេះយើងយកឈ្មោះបាទបងប្អូនចុចលើឈ្មោះនេះមកវានឹងចេញឈ្មោះកន្លែងនេះអូខេហើយបន្តមកយើងធ្វើការដានមកវាមកអូខេនេះឡើងធ្វើការ lock screen ថាវាចេញឈ្មោះដូចអ្វីយើងធ្វើអត់នេះបងឃើញទេនេះឃើញទេឈ្មោះ Fali ស្មោះស្នេហ៍អូខេវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណក្នុងការចំណាយពេលក្នុងការតាមដានវីដេអូមួយនេះកុំភ្លេច follow for more ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត